បាទតើអ្នកណាខ្លះធ្លាប់បានរៀននៅសាលាបឋមសិក្សាស្រែខ្វាវមួយនេះស្រែខ្វាវ Primary School មួយនេះតែអ្វីដែលអស្ចារ្យខ្ញុំនឹងបង្ហាញអំពីសួនសិក្សានៅសាលាបឋមសិក្សាស្រែខ្វាវគ្រាន់តែចូលមកដល់សួនសិក្សាឃើញប៉ាយមួយដាក់ថាសួនសិក្សាកុមារមេត្រីបាទនេះគឺជាបន្លែធម្មជាតិស្រស់ៗនៅក្នុងសួនសិក្សានៃសាលាបឋមសិក្សាស្រែខ្វាវដោយយើងគ្រាន់តែធ្វើដំណើរចេញពីកែងគូខ្នាំងឆ្ពោះទៅវិទ្យាល័យស្រែខ្វាវទៅដល់ផ្លូវកែងកងដល់ហើយងាកស្ដាំឃើញប៉ាយមួយដាក់ឈ្មោះថាសាលាបឋមសិក្សាស្រែខ្វាវនៅខាងស្ដាំដៃយើងក៏ចាប់ផ្ដើមធ្វើដំណើរចូលហើយក៏ឃើញកូនខ្លងទ្វារតូចស្អាតតូចច្រឡឹងមួយនេះដាក់ឈ្មោះថាសួនសិក្សាកុមារមេត្រីពេលដែលចូលទៅដល់យើងឃើញមានបន្លែស្រស់ៗធម្មជាតិជាច្រើននៅក្នុងសួនសិក្សាដែលមានការដឹកនាំដាំដោយលោកគ្រូអ្នកគ្រូចាប់ពីថ្នាក់ទី4ទី5និងទី6នេះគឺជាបន្លែធម្មជាតិស្រស់ៗនៅក្នុងសួនសិក្សានៃសាលាបឋមសិក្សាស្រែខ្វាវសាលាបឋមសិក្សាស្រែខ្វាវស្ថិតនៅភូមិគូខ្នាំងឃុំស្រែខ្វាវស្រុកអង្គរជុំខេត្តសៀមរាបបន្តយើងមកតាមដានទស្សនានៅសួនសិក្សានិងបន្លែធម្មជាតិស្រស់ៗនេះតែម្ដង